បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាចោលលួចលុយបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាត្រូវបានចោលលួចលុយឬក៏ចោលឡើងប្លន់ដល់លើផ្ទះនោះទំនីទីនៅក្នុងសុបិនដូចនេះថាពុកម៉ែបងប្អូននឹងអស់គ្រោះបើមានជំងឺឈឺនោះក៏បានជាសះស្បើយឬក៏បាត់របស់របរនោះក៏នឹងរកឃើញមកវិញផងដែរតើតើនឹងលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ67 69 067 297និង677បាទតើតើនឹងពុកម៉ែបងប្អូនសុបិនថាចោលលួចលុយឬក៏ឡើងប្លន់នោះគឺទំនាយទីនៅក្នុងសុបិនថានឹងបានជាពីជំងឺឬអស់គ្រោះឬក៏បាត់របស់របរនោះក៏រកបានឃើញវិញបាទជាចុងក្រោយនេះក៏សូមអរគុណពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ